ក្រុមការងាររបស់យើងភ្ជាប់តំណែងទៅកាន់លោកមួយពឿនរាយការណ៍ចេញពីខេត្តបៃលិនលោកពឿនថាតើព្រឹកនេះមានអ្វីជម្រាបជូនទស្សនិកជនចាសសូមអញ្ជើញបាទព្រឹកនេះជំរាបព័ត៌មានចំនួន2បាទព័ត៌មានទី2នេះគឺព្រះមេគុណខេត្តបៃលិនដឹកនាំការដាំដើមឈើប្រណិតចំនួន1400ដើមដើម្បីស្ដារគម្របព្រៃឈើនិងរក្សាជម្រកសត្វព្រៃការពិពេលថ្មីនេះផងដែរព្រះសុផាន់រតនវេទីសុផាន់ព្រះមេគុណខេត្តបៃលិននិងជាព្រះចៅអធិការវត្តពោធិនារាមហៅវត្តបារីបានដឹកនាំព្រះសង្ឃមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកកចុះដាំកូនឈើប្រណិតចំនួន1400ដើមរួមមានដើមបេងដើមក្រញូងនាងនូនក្នុងនិងដើមព្រីនៅក្នុងពុទ្ធមណ្ឌលសង្ឃព្រីសង្ឃវ័នស្ថិតនៅក្នុងភូមិបោះហុយត្បូងក្នុងខេត្តបរយថាក្រុងបៃលិនខេត្តបៃលិនដែលកន្លងមកគឺធ្លាប់រងការកាប់ទន្ទ្រាននិងភ្លើងឆេះព្រៃវាលអស់ជាលើការដាំដើមឈើនេះមានការចូលរួមពីសំណាក់លោកអភិបាលក្រុងអភិបាលរងក្រុងបៃលិនក្រុមប្រឹក្សាសង្កាត់បៃលិនក្រុមប្រឹក្សាសង្កាត់បរយថាមន្ត្រីរាជការនិងមន្ត្រីបរិស្ថានមន្ត្រីធម្មការនិងសាសនាតំណាងកងកម្លាំងប្រដាប់អាវុធលោកគ្រូសិស្សានុសិស្សលោកមេភូមិព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយក្នុងខេត្តបៃលិនយ៉ាងច្រើនកកព្រះសុផាន់រតនវេទីសុផាន់ព្រះមេគុណខេត្តបៃលិននិងជាព្រះចៅអធិការវត្តពោធិនារាមហៅវត្តបារីបានមានគិរិយាបញ្ជាក់ថាសកម្មភាពដាំដើមឈើនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្ដារនិងរក្សាគម្របព្រៃឈើឡើងវិញបង្កើតជាជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វព្រៃនិងផ្ដល់ផលប្រយោជន៍ជាច្រើនដល់បរិស្ថានធម្មជាតិព្រះអង្គបានបន្តថាការងារនេះក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាស្របតាមអនុសាសន៍ដឹកនាំរបស់លោកជំទាវបណ្ឌិតបានទៅមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនដែលតែងតែយកចិត្តទុកដាក់និងជំរុញឲ្យមានការស្រឡាញ់ការថែរក្សានិងការកាប់តដើមឈើឡើងវិញព្រះអង្គបានមានសន្និការបន្តថាចាប់តាំងពីឆ្នាំ2020មកដល់បច្ចុប្បន្ននេះសង្ឃមណ្ឌលព្រីសង្ឃវ័នបានដាំកូនឈើសរុបបានចំនួន9500ដើមលោកហើយការដាំដើមឈើចំនួន1400ដើមបន្ថែមទៀតនេះនឹងរឹតតែបង្កើតជាបៃតងនិងនិរន្តរភាពបរិស្ថាននៅក្នុងខេត្តបៃលិនឲ្យកាន់តែប្រសើរឡើងបាទនេះជាព័ត៌មានពីខេត្តទាំងពីរបាទខេត្តបៃលិនទាំងពីរគឺបានទទួលជាប់តែត្រឹមបាទចាអរគុណច្រើនលោកពឿនសម្រាប់សេចក្តីរាយការណ៍ចំនួន2ចេញពីខេត្តបៃលិនព្រឹកនេះជម្រាបលាជួបគ្នាឱកាសក្រោយទៀតបាទសូមអរគុណសូមជម្រាបលាបាទ